ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមានមុខម្ហូបមួយមុខទៀតហើយយកមកចែករំលែកទៅកាន់បងប្អូនហើយចំពោះមុខម្ហូបមួយមុខនេះមិនមែនជាមនុយថ្មីអីទេចាគឺជាមុខម្ហូបចាស់ប៉ុន្តែយើងធ្វើបែបងាយៗអញ្ចឹងណាចាគឺត្រីក្រហមឆាអបជាមួយនឹងមីសួរចារាល់សប្តាហ៍គឺបងប្អូនចំហុយត្រីក្រហមអបជាមួយនឹងមីសួរត្រូវទេចាថ្ងៃនេះគឺយើងយកមកឆាម្ដងចាហើយចំពោះគ្រឿងផ្សំគឺដូចទាំងអស់ទៅនឹងត្រីក្រហមអបចំហុយនឹងមីសួរចាគ្រឿងផ្សំនោះចាមានត្រីឡាប់យ៉ាក្រហមមានមីសួរមានសៀងមានខ្ញីមានខ្ទឹមសខ្ទឹមក្រហមមានផ្សិតស្លឹកឈើកណ្ដុរហើយក៏មានជាមួយនឹងសាច់ជ្រូកឥឡូវនេះនាងខ្ញុំមកបំពងខ្ទឹមសខ្ទឹមក្រហមឲ្យបានឈ្ងុយជាមុនសិនបន្ទាប់ពីបំពងខ្ទឹមសខ្ទឹមក្រហមបានឈ្ងុយហើយនាងខ្ញុំចាក់សាច់ជ្រូកចូលហើយចំពោះសាច់ជ្រូកនេះគឺយើងហាន់ជាចង្វាមួយតូចៗហើយខ្ញីនាងខ្ញុំចាក់ចូលទៅឆាចូលគ្នាតែម្ដងហើយបន្តមកទៀតក៏នាងខ្ញុំបន្ថែមគ្រឿងផ្សំចាមានដូចជាប៊ីចេងស្ករអំបិលម្សៅស៊ុបហើយនិងម្រេចម៉ដ្ឋចាដាក់គ្រឿងផ្សំចូលទៅបន្ថែមរួចរាល់ហើយក៏នាងខ្ញុំបន្ថែមគ្រឿងផ្សំបន្តចាមានដូចជាតាំងឆាយមានសៀងហើយក៏ដាក់ជាមួយនឹងការ៉ុតហើយនឹងផ្សិតទឹកជាកណ្ដុរហើយថែមជាមួយនឹងទឹកត្រីចូលទៅបន្តិចចាដាក់គ្រឿងផ្សំទាំងអស់ចូលទៅរួចរាល់ហើយឆាច្របល់ហើយជាចុងក្រោយនេះក៏នាងខ្ញុំបន្ថែមជាមួយនឹងទឹកប្រេងខ្យងហើយនឹងទឹកសចានេះខ្ញុំចាក់ទឹកសចូលទៅដើម្បីយើងធ្វើការរំងាស់ជាមួយនឹងសាច់ត្រីរបស់យើងបន្ទាប់ពីតម្រៀបសាច់ត្រីដាក់ចូលទៅក្នុងឆ្នាំងរួចរាល់ហើយចាគឺយើងយកគម្របឆ្នាំងនឹងមកគ្របចារំងាស់រហូតដល់សាច់ត្រីរបស់យើងនឹងបានឆ្អិនល្អបន្ទាប់ពីត្រីបានឆ្អិនហើយគឺនាងខ្ញុំចាក់មីសួរចូលហើយចំពោះមីសួរនេះបន្ទាប់ពីដាក់ចូលទៅជាមួយនឹងត្រីរួចរាល់ហើយគឺយើងបិទគម្របត្រឹមតែ3នាទីទេគឺឆ្អិនហើយបងប្អូនដោយសារថាមីសួរនេះគឺយើងត្រាំទឹករីកហើយអញ្ចឹងចំពោះសាច់ត្រីគឺយើងរំងាស់ឲ្យបានឆ្អិនល្អសិនចាទើបយើងចាក់មីសួរចូលហើយបន្ទាប់ពីចាក់រួចរាល់ហើយក៏នាងខ្ញុំរោយជាមួយនឹងជីវ៉ាន់ស៊ុយសាច់ខ្ទឹមហើយនឹងខ្ទឹមក្រហមបំពងចូលចាឥឡូវនេះគឺរួចរាល់ហើយចំពោះក្លិននោះគឺជះក្លិនឈ្ងុយមកភីតែម្ដងចំពោះមុខម្ហូបត្រីក្រហមអបជាមួយនឹងមីសួរនេះរាល់ដងគឺយើងធ្វើរៀងយូរត្រូវទេបងប្អូនគឺយើងចំណាយពេលវេលារៀងយូរដោយសារថាយើងយកទៅចំហុយប៉ុន្តែថ្ងៃនេះគឺយកត្រីក្រហមយកមកឆាអបជាមួយនឹងមីសួរម្ដងចាហើយធ្វើបែបនេះចំណាយរយៈពេលធ្វើខ្លីហើយជួយសន្សំសំចៃហ្គាសទៀតដោយសារឥឡូវហ្គាសឡើងថ្លៃហ៎បងប្អូនអូខេហើយបងប្អូនគិតសម័យថារសជាតិឆ្ងាញ់អត់នាងខ្ញុំសូមប្រាប់ថាឆ្ងាញ់ចាឆ្ងាញ់អូខេចាឥឡូវនេះគឺនាងខ្ញុំរៀបចំត្រីដួសដាក់ចានរួចរាល់ហើយក៏បន្ថែមជាមួយនឹងស្លឹកខ្ទឹមហើយនឹងខ្ទឹមក្រហមបំពងចូលហើយជាចុងក្រោយក៏បន្ថែមជាមួយនឹងទឹកត្រីបុកចាគឺជួយបង្កើនរសជាតិឲ្យកាន់តែមានរសជាតិឆ្ងាញ់ឥឡូវនេះវីដេអូបង្ហាញរបស់នាងខ្ញុំគឺមកដល់ទីបញ្ចប់ហើយនាងខ្ញុំក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានខ្សែវីដេអូមួយនេះពីដើមដល់ចប់ជាមួយនឹងនាងខ្ញុំក៏សូមជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អចាអរគុណច្រើនបាយបាយ